một đấng pi vút đã xuất thật không cần chọc mà rồi sai sẽ pi pon liên đô laរបស់ Arabi Saudit សហរដ្ឋអាមេរិកនិង Arabi Saudit បានចុះហត្ថលេខាជាប្រវត្តិសាស្ត្ររួមគ្នា 600,000 លានដុល្លារដែលមានកញ្ចប់អាវុធដ៏ធំកញ្ចប់អាវុធនេះនឹងរួមមានក្រុមយន្តហោះចម្បាំងប្រព័ន្ធមីស៊ីលជំនាញនិង drone Reaper ផ្នែកមួយនៃកិច្ចព្រមព្រៀងរួម 600,000 លានដុល្លាររួមមានកិច្ចព្រមព្រៀងលក់អាវុធការពារជាតិដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្រជាមួយនឹង 142,000 លានដុល្លារដែលផ្ដោតលើអាវុធដែលសហរដ្ឋអាមេរិកលក់ទៅឲ្យទាំងនេះចេញពីក្រុមហ៊ុន Lockheed Martin និង Boeing តាមកិច្ចព្រមព្រៀងនឹងមានយន្តហោះយោធា Lockheed C-130J យន្តហោះ C-130J Super Hercules យន្តហោះ C-130J Super Hercules ត្រូវបានផលិតឡើងដោយក្រុមហ៊ុន Lockheed Martin យន្តហោះខ្នាតយក្សត្រូវបានរចនាឡើងជាពិសេសសម្រាប់ប្រតិបត្តិការវាលខ្សាច់ក៏ដូចជាការគ្រប់គ្រងផ្នែកដឹកជញ្ជូនការរចនា C-130 មានតាំងពីទសវត្សរ៍ឆ្នាំ 1950 ប៉ុន្តែត្រូវបានកែលម្អឥតឈប់ឈរហើយកែចុងក្រោយបំផុតរបស់ Super Hercules អាចផ្ទុកទំនិញបានដល់ទៅ 19,958 គីឡូក្រាមឬដឹកជញ្ជូនកងទ័ពបានដល់ទៅ 90 នាក់វាអាចរត់បានចម្ងាយ 3,000 គីឡូម៉ែត្រទី 2 គឺប្រព័ន្ធមីស៊ីលថាស Arabi Saudit ក្រុងនឹងទទួលបានប្រព័ន្ធការពារដែនអាកាសនិងមីស៊ីលរបស់ខ្លួនគឺថាសនេះហើយប្រព័ន្ធដែលមានតម្លៃ 1,000 លានដុល្លារត្រូវបានបង្កើតឡើងដោយមន្ទីរបញ្ចកោណបន្ទាប់ពីកាំជ្រួច Patriot មានបញ្ហាក្នុងការបាញ់ទម្លាក់មីស៊ីលស្កាត់របស់ Saddam Hussein ក្នុងសង្គ្រាមឈូងសមុទ្រលើកទី 1 កាំជ្រួចថាសមានប្រវែង 6 ម៉ែត្រទម្ងន់ជិត 1 តោននិងហោះបាន 10,000 គីឡូម៉ែត្រក្នុង 1 ម៉ោងដែលមានល្បឿនលឿនជាសម្លេង 5 ដងទី 3 គឺប្រព័ន្ធមីស៊ីល Patriot Pack 3 មីស៊ីលនេះអាចតាមដានគោលដៅរហូតដល់ 100 គោលដៅដែលអាចផ្គូផ្គងជាមួយថាសបាន Arabi Saudit ប្រើប្រាស់មីស៊ីល Patriot ស្ទាក់ចាប់កាំជ្រួយរបស់ក្រុមតោកយ៉ាហូធីនិង drone របស់ពួកនេះទី 4 គឺយន្តហោះគ្មានមនុស្សបើក MQ-9B Sea Guardian ប្រព័ន្ធ drone MQ-9B Sea Guardian ក៏ត្រូវបានគេនិយាយថារួមបញ្ចូលនៅក្នុងកិច្ចព្រមព្រៀងនេះដែរដោយសារតែភាពជោគជ័យផ្នែកយោធារបស់ខ្លួនកាលពីអតីតកាលផលិតឡើងដោយក្រុមហ៊ុន General Atomics និងមានតម្លៃ 20,000 លានដុល្លារអាវុធនេះគឺជាប្រភេទផ្ដោតលើដែនសមុទ្រនៃយន្តហោះគ្មានមនុស្សបើក Reaper មានស្លាបប្រវែង 24 ម៉ែត្រនិងរយៈចម្ងាយអតិបរមាជាង 30 ម៉ោង Sea Guardian អាចផ្ទុកទម្ងន់បានដល់ទៅ 2,540 គីឡូក្រាមនិងទី 5 គឺយន្តហោះចម្បាំង F-35 មានការរំពឹងទុកជំវិញការដាក់បញ្ចូលយន្តហោះចម្បាំង F-35 តាំងពីមានពាក្យចរចាអារ៉ាមអំពីកិច្ចព្រមព្រៀងនេះត្រូវបានប្រកាសឡើងជាលើកដំបូងឯណោះយន្តហោះទាំងនេះបំពាក់នៅរ៉ាដា AN/APG-81 នៅឧបករណ៍ចាប់សញ្ញា Infrared ដែលអនុញ្ញាតឲ្យវារកឃើញនិងភ្ជាប់គោលដៅនៅចម្ងាយឆ្ងាយរបាយការណ៍បង្ហាញថាកិច្ចព្រមព្រៀងណាមួយក៏អាចពាក់ព័ន្ធទៅនឹងការកែលម្អកងយន្តហោះចម្បាំងដែលមានស្រាប់របស់ Arabi Saudit ជាពិសេសគឺយន្តហោះចម្បាំង F-15 Eagle និង Eurofighter Typhoon របស់ពួកគេអាយ៉ាអាដុល្លារកំពុងខិតទៅរកការចរចាជាមួយលោកត្រាំដោយសារយន្តហោះទម្លាក់គ្រាប់បែកជាច្រើនគ្រឿងទៅកំញើយនិងបាសក់សារព័ត៌មាន Newsweek Reuters និងប្រព័ន្ធផ្សព្វផ្សាយផ្សេងទៀតបានចេញផ្សាយនៅថ្ងៃទី 15 ឧសភានេះថាលោកប្រធានាធិបតីសហរដ្ឋអាមេរិកបាននិយាយថាអ៊ីរ៉ង់ខិតទៅរកកិច្ចចរចាជាមួយសហរដ្ឋអាមេរិកជំវិញកម្មវិធីអាវុធនុយក្លេអ៊ែររបស់ប្រទេសនេះដែលលោកត្រាំសង្ឃឹមថានឹងធានាឲ្យបាននូវសន្តិភាពរយៈពេលយូរអង្វែងលោកត្រាំបាននិយាយនៅក្នុងប្រទេសកាតាក្នុងកំឡុងពេលដំណើរទស្សនកិច្ចនៅមជ្ឈមបូព៌ាថាយើងខិតទៅរកកិច្ចព្រមព្រៀងដោយមិនចាំបាច់ធ្វើរឿងនេះមាន2ជំហានដើម្បីធ្វើរឿងនេះជំហានទី 1 គឺជាជំហានល្អហើយជំហានទី 2 គឺប្រហិង្សាប៉ុន្តែខ្ញុំមិនចង់យកជំរើសទី 2 នេះទេលោកត្រាំលើកឡើងថាលោកសង្ឃឹមថានឹងសម្រេចបាននូវកិច្ចព្រមព្រៀងដែលនឹងរារាំងអ៊ីរ៉ង់ពីការទទួលបានអាវុធនុយក្លេអ៊ែរអ៊ីរ៉ង់និយាយថាខ្លួនកំពុងអភិវឌ្ឍថាមពលនុយក្លេអ៊ែរសម្រាប់គោលបំណងស៊ីវិលតែប៉ុណ្ណោះប៉ុន្តែអាមេរិកសង្ស័យថាប្រទេសនេះចង់បង្កើតគ្រាប់បែកនុយក្លេអ៊ែរហើយលោកត្រាំនិយាយថាលោកនឹងមិនអនុញ្ញាតឲ្យវាកើតឡើងដាច់ខាតដែលអាមេរិកនឹងធ្វើសកម្មភាពយោធាប្រសិនបើចាំបាច់សមាជិកសភាអ៊ីរ៉ង់កាលពីថ្ងៃពុធបានចេញសេចក្តីថ្លែងការណ៍មួយដោយច្រានចោលកិច្ចព្រមព្រៀងនុយក្លេអ៊ែរដ៏មានសក្តានុពលណាមួយជាមួយអាមេរិកលុះត្រាតែវាស្របទៅនឹងអ្វីដែលពួកគេហៅថាលក្ខខណ្ឌត្រឹមត្រូវនៅទូលំទូលាយដែលការពារសិទ្ធិនិងផលប្រយោជន៍ជាតិរបស់អ៊ីរ៉ង់នេះបើតាមទីភ្នាក់ងារសារព័ត៌មានពាក់កណ្ដាលផ្លូវការរបស់អ៊ីរ៉ង់តាស្នីមកិច្ចពិភាក្សានេះគឺជាការប៉ុនប៉ងដើម្បីស្ដារឡើងវិញនៅទំ
នាក់ទំនងការទូតរវាងសត្រូវទាំងពីរដែលទំនាក់ទំនងរបស់ពួកគេបានធ្លាក់ចុះយ៉ាងខ្លាំងចាប់តាំងពីលោកត្រាំបានដកខ្លួនសហរដ្ឋអាមេរិកជាឯកតោភាគីចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ2015លោកត្រាំបានស្ដារឡើងវិញនូវគោលនយោបាយសម្ពាធអតិបរមារបស់គាត់ដែលវាយប្រហារអ៊ីរ៉ង់ជាមួយនឹងទណ្ឌកម្មក្នុងកំឡុងពេលអាណត្តិទី1របស់គាត់តម្លៃប្រេងធ្លាក់ចុះប្រហែល$នៅថ្ងៃប្រហ័សទី15ឧសភានេះតាមការរំពឹងទុកសម្រាប់កិច្ចព្រមព្រៀងនុយក្លេអ៊ែររវាងអាមេរិកនិងអ៊ីរ៉ង់ដែលបណ្ដាលឲ្យមានការបន្ធូរបន្ថយទណ្ឌកម្មរុស្ស៊ីបញ្ជូនកងទ័ព 2000 នាក់និងក្រុមវាយប្រហារឧទ្ធម្ភាគចក្រជាច្រើនទៅកាន់ព្រំដែនអង្គការ NATO សារព័ត៌មានសាររបស់ចក្រភពអង់គ្លេសចុះផ្សាយនៅថ្ងៃទី14ឧសភានេះថារុស្ស៊ីបានបញ្ជូនគ្រឿងសឹកសង្គ្រាមកងទ័ពនិងមូលដ្ឋានអគារក្នុងចម្ងាយ50 គីឡូម៉ែត្រពីព្រំដែនហ្វាំងឡង់ក្នុងពេលដែលប្រទេសនេះនៅតែបន្តធ្វើសង្គ្រាមជាមួយអ៊ុក្រែនយោងតាមអ្នកវិភាគរុស្ស៊ីកំពុងសាងសង់កន្លែងស្នាក់នៅសម្រាប់កងទ័ពនិងដាក់ពង្រាយឧទ្ធម្ភាគចក្រនិងយានជំនិះយោធានៅមូលដ្ឋានយោធាទាំង4នៅការមានការប្រហែល50 គីឡូម៉ែត្រពីព្រំដែនហ្វាំងឡង់តង់ជំរំយោធាជាង130របស់រុស្ស៊ីត្រូវបានដាក់ពង្រាយចាប់តាំងពីខែកុម្ភៈតំបន់ដែលមិនបានអភិវឌ្ឍពីមុនឥឡូវមើលទៅដូចជាវាអាចផ្ទុកកងទ័ពបានដល់ទៅ 2000 នាក់ឯណោះនៅ Petrozavodsk ប្រហែល170 គីឡូម៉ែត្រពីព្រំដែនកន្លែងផ្ទុកដ៏ធំចំនួន3ដែលមានសមត្ថភាពផ្ទុករថពីដៃប្រហែល50គ្រឿងត្រូវបានសាងសង់រចនាសម្ព័ន្ធថ្មីនេះអាចនឹងមានបំណងលាក់បាំងចំនួនពិតនៃយានជំនិះដែលអាចឈរជើងបាននៅទីនោះនៅ Severomorsk ឧទ្ធម្ភាគចក្រជាច្រើនអាចត្រូវបានមើលឃើញនៅមូលដ្ឋានជាច្រើនចំណែកនៅអូលេណាវិញមានសកម្មភាពយោធារបស់រុស្ស៊ីបន្ថែមទៀតខណៈដែលប្រភពអ៊ុយក្រែនបានលើកឡើងថាមូលដ្ឋានទាំងនេះហើយដែលទទួលខុសត្រូវចំពោះការវាយប្រហារមួយចំនួនលើគោលដៅរបស់ប្រទេសអ៊ុយក្រែនរូបភាពគួរភ្ញាក់ផ្អើលនេះត្រូវបានទទួលដោយប្រព័ន្ធផ្សព្វផ្សាយស៊ឺអែត SVT ពី Planet Labs វិមាន Kremlin បានបដិសេធការអាងដែលថាពួកគេកំពុងរៀបចំសម្រាប់ធ្វើសង្គ្រាមនៅទីនោះប៉ុន្តែតិចជាង4ខែក្រោយមកលោកពូទីនបានឈ្លានពានអ៊ុយក្រែនដែលបង្កឲ្យមានចំនួនដ៏ខ្លាំងក្លារយៈពេល3ឆ្នាំជាងនេះសកម្មភាពយោធាកើនឡើងនៅតាមព្រំដែនជាមួយហ្វាំងឡង់កើនឡើងបន្ទាប់ពីប្រទេសហ្វាំងឡង់បានចូលរួមជាមួយអង្គការសន្ធិសញ្ញាអាត្លង់តិកខាងជើងកាលពី2ឆ្នាំមុនហ្វាំងឡង់ធ្លាប់ជាប្រទេសអព្យាក្រឹតដើរតួក្រោមឥទ្ធិពលនៃសហភាពសូវៀតរហូតដល់ដួលរលំនៅឆ្នាំ1991បន្ទាប់ពីការលុកលុយដ៏ឃោរឃៅរបស់វិមាន Kremlin លើអ៊ុយក្រែនក្នុងខែកុម្ភៈឆ្នាំ2022ហ្វាំងឡង់បានជំរុញឲ្យមានការគាំទ្រពីអង្គការ NATO ទោះបីជាបានការពារខ្លួនតែម្នាក់ឯងអស់រយៈពេលជាច្រើនឆ្នាំក៏ដោយឡែកស៊ុយអែតវិញក៏បានស្នើចូលរួមសម្ព័ន្ធមិត្តក្នុងខែមីនាឆ្នាំ2024អ៊ីរ៉ង់ប្រកាសថាខ្លួនបានត្រៀមកម្លាំងវិបករបស់ខ្លួនរៀងរាល់ពេលនិងប្រកាសដឹងហើយហៅការឈ្លានពានរបស់សហរដ្ឋអាមេរិកប្រព័ន្ធផ្សព្វផ្សាយសហរដ្ឋអាមេរិក Newsweek បានចុះផ្សាយនៅថ្ងៃទី14ឧសភានេះថាប្រមុខកងកម្លាំងអ៊ីរ៉ង់លើកឡើងថាកងកម្លាំងប្រដាប់អាវុធសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់បានឈានដល់ចំណុចកំពូលក្នុងការប្រយុទ្ធនិងត្រៀមចារកម្មរួចជាស្រេចក្នុងករណីដែលសត្រូវចាប់ផ្ដើមសង្គ្រាមហើយអ៊ីរ៉ង់នឹងសម្រេចចិត្តពីវិធីនិងទីកន្លែងដែលវានឹងត្រូវបញ្ចប់នេះបើតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋអ៊ីរ៉ង់ IRNA អ៊ីរ៉ង់និងសហរដ្ឋអាមេរិកបានបញ្ចប់ការចរចានុយក្លេអ៊ែរជុំទី4ដ៏តានតឹងកាលពីថ្ងៃអាទិត្យនៅប្រទេសអូម៉ង់ដោយលោកប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump បានគម្រាមចាត់វិធានការយោធាប្រសិនបើកិច្ចព្រមព្រៀងមិនត្រូវបានសម្រេចទេនោះកិច្ចពិភាក្សាស្វែងរកការស្ដារឡើងវិញនៅទំនាក់ទំនងការទូតបន្ទាប់ពីការចាក់ចែងរបស់លោក Trump ពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរកាលពីឆ្នាំ2015ធ្វើឲ្យអ៊ីរ៉ង់មានការខឹងសម្បារជាខ្លាំងដោយសារអ៊ីរ៉ង់នៅតែបង្កើនសារធាតុអ៊ុយរ៉ានីញ៉ូមដល់ទៅ 60% ហើយអ៊ីស្រាអែលគម្រាមវាយប្រហារដើម្បីការពារខ្លួនពីអាវុធប៉ារ៉ាម៉ាណូសង្គ្រាមអ៊ីរ៉ង់កាន់តែផុយស្រួយបំផុតមិនធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្រសារព័ត៌មាន IRNA របស់អ៊ីរ៉ង់រាយការណ៍ថាអគ្គសេនាធិការនៃកងទ័ពអ៊ីរ៉ង់លោកឧត្តមសេនីយ៍ Mohammad Bagheri បាននិយាយថាក្នុងករណីដែលសត្រូវមានកំហុសឬមានបំណងចាត់វិធាន
ការប្រឆាំងនឹងដែនទឹកដែនដីព្រះរបស់អ៊ីរ៉ង់កងកម្លាំងរបស់យើងមានសមត្ថភាពនឹងត្រៀមខ្លួនរាល់ពេលក្នុងការប្រឈមមុខនឹងពួកគេលោកបាការីត្រូវបានស្រង់សម្ដីថាការត្រៀមខ្លួនក្នុងបេសកកម្មរបស់ពួកគេរួមមានការប្រមូលការសម្ងាត់ការធ្វើផែនការប្រតិបត្តិការនិងសមត្ថភាពក្នុងការអនុវត្តសេណារីយ៉ូដែលអាចកើតមានអ៊ីរ៉ង់និយាយថាខ្លួនមិនបានស្វែងរកអាវុធនុយក្លេអ៊ែរឡើយប៉ុន្តែសហរដ្ឋអាមេរិកកំពុងដាក់សម្ពាធលើប្រទេសអ៊ីរ៉ង់ឲ្យរំសាយអាវុធនុយក្លេអ៊ែរពេញលេញគួរកត់សម្គាល់ថាសហរដ្ឋអាមេរិកពេលនេះបានត្រៀមក្រុមអ្នកប្រយុទ្ធយន្តហោះទម្លាក់គ្រាប់បែក B2 B52 និងក្រុមយន្តហោះចម្បាំងរាប់សិបគ្រឿងនៅមូលដ្ឋានទ័ពអាកាស Diego Garcia ដែលស្ថិតក្នុងដែនរយៈចម្ងាយវាយប្រហារពេញលេញលើអ៊ីរ៉ង់